វិធីធ្វើមីហោះស្រួយឆ្ងាញ់ពិសេសយើងអាចប្រើមីគីឡូស្រស់ក៏បានឬមីកញ្ចប់បានដូចគ្នាណាយើងអាចដាក់មីចូលហើយឆ្កឹះដាក់ចង្កឹះឡើងលើជាមួយនឹងប្រេងឆាដែលកំពុងតែក្តៅឬក៏យើងរៀបលើចង្កឹះហើយទើបយើងដាក់ចូលក៏បានដូចគ្នាហើយស្រោចប្រេងឆារបស់យើងរហូតដល់ឆ្អិនស្រួយឆ្ងាញ់ណាហើយយើងទុកមីរបស់យើងនេះមួយឡែកសិនណាយើងលាយទឹកគ្រឿងផ្សំមានទឹកត្រីចាប្រេងខ្យងជាមួយនឹងទឹកស៊ីអ៊ីវចាជាមួយអំបិលខ្នុរជាមួយនឹងស្ករសចាជាមួយនឹងទឹកម្ទេសចាបន្ថែមជាមួយទឹកប៉េងប៉ោះជាមួយនឹងស្តេចាឥឡូវគ្រឿងផ្សំរបស់នេះខ្ញុំរៀបចំរួចហើយដាក់ខ្ទឹមសគល់វ៉ាន់ស៊ុយខ្ញីជាមួយនឹងស្រាចិនដើម្បីឆាបង្កងជាមួយគ្រឿងផ្សំចាឆាបង្កងឆ្អិនគឺយើងទុកមួយឡែកសិនយើងមកឆាបន្លែជាមួយនឹងទឹកគ្រឿងផ្សំដែលយើងបានលាយរួចជាស្រេចនេះចាកុំភ្លេចបន្ថែមទឹកបន្តិចផងណាបងប្អូនឆាបន្លែរបស់យើងឆ្អិនរួចរាល់ហើយគឺដួសដាក់មកលើមីបំពងរបស់យើងអូយរសជាតិឆ្ងាញ់មែនតើណាចាកុំភ្លេចណាវិធីចម្អិនមាននៅ Ada Cooking Style ណាអរគុណ